ជំរាបសួរបងប្អូនជនរួមជាទីគោរពថ្ងៃនេះគឺជាថ្ងៃសៅរ៍600ខែបោះឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី10ខែមករាគ្រិស្តសករាជ2015នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅប្រជាពលរដ្ឋភូមិខ្វាខណ្ឌដង្កោរាជធានីភ្នំពេញប្រឈមនឹងភាពអត់ឃ្លានដោយសារអាជ្ញាធរឈូសឆាយផ្ទះរបស់ពួកគាត់ប្រជាពលរដ្ឋរស់នៅភូមិខ្វាសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញកំពុងប្រឈមនឹងភាពអត់ឃ្លានក្រោយពេលដែលកងកម្លាំងប្រដាប់អាវុធចុះមករុយរើឈូសឆាយផ្ទះសម្បែងរបស់ពួកគាត់កាលពីថ្ងៃទី4ខែមករាឆ្នាំ2015ដោយគ្មានសំណងអ្វីទាំងអស់ប្រជាពលរដ្ឋរស់នៅភូមិខ្វាបានឲ្យអ្នកយកព័ត៌មានរបស់ទំព័រ Facebook លោកសំរាំងស៊ីឲ្យដឹងថាពួកគាត់ប្រកបរបរលើបឹងនេះតាំងពីឆ្នាំ1985ដោយដាក់ដាំកញ្ឆែតត្រកួននិងនេសាទត្រីហើយបានតាំងទីលំនៅលើដីមាត់បឹងនេះនៅឆ្នាំ2013តែមកដល់ពេលនេះកម្លាំងប្រដាប់អាវុធខណ្ឌដង្កោមករុយរើឈូសឆាយផ្ទះគាត់ជាហេតុធ្វើឲ្យពួកគាត់បាត់បង់ទីជម្រកបាត់បង់ដីធ្លីបាត់បង់មុខរបរហើយប្រឈមនឹងភាពអត់ឃ្លានប្រជាពលរដ្ឋបានបន្តទៀតថាពួកគាត់សូមឲ្យអង្គការនានាក្នុងស្រុកនិងក្រៅស្រុកមេត្តាជួយពួកគាត់ផងពួកគាត់ត្រូវការដីនិងផ្ទះមកវិញទទួលគ្រោះថ្នាក់នេះដោយដូនទាំងក្មួយប្រុសក្មួយស្រីដែលបានពន់នាំមកបានដីសុខមកមើលអបាច់ប៉ុនចុះមកវាស់វែងចុះមករុះរើផ្ទះខ្ញុំមិនបានសួរខ្ញុំមកម៉ាត់សោះសូមឲ្យអស់លោកគ្រប់ប្រទេសលោកតំណាងបិទកូនចៅតំណាងឲ្យខ្ញុំផងខ្ញុំបានស្គាល់បានដឹងទេជួយខ្ញុំផងឲ្យខ្ញុំរស់រៀនមានជីវិតខ្មែរឲ្យខ្មែររស់រៀនឃើញមិនលឺផែនដីឯករាជ្យគេមកយាមទាំងយប់គេយាមទាំងថ្ងៃធ្វើបាបប្រជារាស្ត្រណាសូមសម្ដេចលោកជួយដល់កូនចៅផងហើយជួយខ្ញុំផងអស់លោកបានប្រំប្រយមពរាជទៅលោកនៅគ្រប់ប្រទេសគេឲ្យតាំងប្រមាណសូមលោកជួយខ្ញុំផងឲ្យខ្ញុំបានផ្ទះបានដីឲ្យកូនចៅខ្ញុំកូនខ្ញុំ12នាក់គ្រួសារខ្ញុំ19ទាំងគ្រូព្រាម្នាក់កូនកព្រា3គ្រួសារសូមឲ្យជួយខ្ញុំផងសូមរំលឹកថាកាលពីថ្ងៃទី4ខែមករាដើមឆ្នាំ2015នេះកងកម្លាំងប្រដាប់អាវុធប្រមាណ200នាក់បានចុះមករុយរើឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋ11ខ្នងមានពលរដ្ឋ19គ្រួសារដែលរស់នៅភូមិខ្វាសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញដោយមិនបានជូនដំណឹងដល់ពលរដ្ឋជាមុនហើយគ្មានសំណងអ្វីទាំងអស់ដីមក100ជាងថ្ងៃមុនតលេចង់ជុំចិត្តអីចាក់ចង់អស់ហើយនិយាយប៉ាហែកមាត់ហ្នឹងអូយបាច់ប៉ាឲ្យជួយមើលផងចិត្តចាក់ខ្ញុំអស់ហើយមិនហេតុចុះបងឡើងបាក់បាយខ្លួនអូយទូរស័ព្ទបងក្នុងទូរស័ព្ទ2 3ទៅនោះយកចេញមកអស់និយាយណាតាមពីការនិយាយហ្នឹងនិយាយតែរឿងដីទំនាស់អាគូគួរហ្នឹងវាយកដីខ្ញុំតាឲ្យសាងសង់ឯកាគាត់និយាយថាបងនឹងវាទៅសាងសង់នេះមិនรู้ទេបងបន្តិចហ្មងតែចុះមកកំតិចដោយអត់មានផ្ដាល់ដំណឹងឲ្យសោះ
lót tầm mong đó vậy một lai tầm mong ad hoc cao tốt là ô tô cả này xâm rạch bắn to không khuôn ở tại tại bè song Campuchia Crown 7 ong bom ấn chân rùm chi chi tim mấy tam ca chop sai rồi bao kê hạt tôm po VOD ban này đăng tháสมาคมการปีสมนุอาทกกาโตสลาอุโตได้สำเร็จบรรทคงคลุนอัตตะประสองใบอ่องตามศึกไอสำเร็จระบบตุลาการสลาบริธนีพนมเปญคือจิการรำลบเจริญพระพุทธศาสนาเนื่องจิการกำเริบกำให้บำบัดสมาร์ได้เนี่ยการปีสมนุการกาวโตนี้ทว่าเราบรรทปีตุลาการสลาอุโตบรรบาสวนาการหรือการสนาส้มในกลายคุมระบบประสองแต่งใบอ่องการปีประเทศศกมาสลมันเกี่ยตมปอระดานี้บานเลือกลางไอ้ดังตามระยะสกเรทแรงการระบบสมาคมอาทอกและตัวบ้านในไงไซนี้บานในดังแท้การจับนังคมประกายจมปูประซองต่างใบอ่องโดยสมาตกิจนังกาบรรทคมครุนโดยสลาวท้อคือจีการรวมรวมดอกพระพุทธศาสนาโดยให้ท้าตามท่อวินัยตัวลาการมันอาจดำเนินการนิติวิธีสาวนาการบานุเตขนองการในได้ประซองมันเตะบามสักตามกฎวินัยตรมตรึสมาคมการปีสมนุอาทอกอัมพีวันนี้เอาเมียงการดอนเลนประซองต่างใบอ่องนำใบทนีเอาเมียงการโกรุปฏิบัติพระพุทธศาสนาเอาบานตรมตรึนังที่นี้ดอกสวัสดิภาพเนี่ยการปีสมนุพองได้ทรงจุมเรียบแท้กลายปีสพีสะสูในสลาอุโตบางสาวนาการสูจนไตรจัดในประเทศศกมาซาลมิงโปรเทียงกรมประสาจุมนุมจุมเรียบานสำเร็จบรรทคงครุนอัตตะประสังใบอ่องประเนียมขัดวันณะนังสางกุศลตามการสำเร็จระบอบสลานบงได้คงครุนตั้งปีไงตีดับปีคายวิจการฉลามปีป้อนดับบุญอัตตะประสังปีอ่องนี้ตระบานเจ้าปีบัตโจรุ่มสมาคมจนตุจริตได้ประชมจบโตปีฉน้ำเตปรามฉน้ำตามมีตราบุญร้อยการสปรบุญในกล้องโปรโมตวันจำนายอัตตะประสังเซินให้ได้ทรอบชิงมุกลดตรงเชียดเวียดนามเรื่องการในตึกใดขมายกัมพูชีกราวนู้ตราตุลาการเจ้าปีบัตประชังริจการสาธารณะหนึ่งบัตรคลายบรรล้อมฉายาประดาจกุลเซินให้ตระบานอัญญาทอจับคลุ้นในเปคลอมเมอร์เนี่ยภูมิบังเกาะต่อว่ามุสลานโบในธนีพนมเปญขณะตุลาการกัตโตสเตรดดับมวยเนี่ยได้บัตรเพลิดนำใบอัญญาทอรุมดอตึกจนเล็กเตี้ยนในบังเกาะอัญญาทออุชินองโกในยัยท้าประชนดได้ปรับบุญเหรียญดอลลาร์วันตอนบ้านบ้องในลอยตามการชอบไซด์หรือบอเกฮัตตัมปอแคมบูเดียเดลีบานในดังแท้อัญญาทออัปสราบ้านตัวสกอการปิดไงประหัวแท้ประรอบเรียนดอลลาร์ได้คลุนบ้านตัวจิตถนนหนังได้จูอัยเป็นจิกอสกกงสำหรับซองสันทาเกในจัดอุเชียนโบราณองโกมันตอนเติบบ้านบ้องต่ออัยกระทรวงเฮรันวัฒน์ในลอยเตได้ซาปัญหาปัจจัยกเตตูทอดการในสมาชิกสภาคณะปะซองครูจิตลกสนใช้การปิดไงมนบันจัดอัญญาทอนี่ปิดบอดเกยบรรลอมประรอบเรียนดอลลาร์ได้โปรโมบ้านปิดการหลุดสมบัติโจตุสนาองโกพร้อมแต่งการชั่วมันปลอกกระไดในไดทลีดอมิดดำไลนี้แต่เอาลูกสกงขนมดำไลเท่าได้มันต้นบันบองนี่เกหัตตัมปอระดานี้บานเลือกล่างไอ้ดังตามระยะลูกสนใช้บานมีประสาทแท้แต่ได้ตุ้มห้องมาภัยประมวยให้ตาในโบเรวัปทอนหนึ่งเตสจอขาเสียมเรียบตระบานชัวสำหรับระยะเป70ชน้ำแต่เอากรมพลลูกสกงขนมดำไลปรับบุญเรียนดอลลาร์ชิตัวเล็กได้ลูกบานปอรณีแท้เชียจำนวนลอยติดตุยหน้าลูกกับบานมีประสาทได้แท้จำนวนลอยนี้มันตอนตระบานบ้องในลอยเตขนมสิกได้บงพลื้ได้จอหัตเลขาได้ลูกบนนารัตอาคานิยูอัญญาทอจิตอับสระอัญญาทออับสระบานไอดังการปิดไงประหัวแท้กรมพลสกาโฮเทลกรบระบอลลูกสกงตามปัตเตอร์บานบองประชนได้นิหายปันใต้ท่าอัญญาทอนี้คลุนไอเหมือนบานบรรจุประนุเตรอท่าพิบาลสิกได้บงพลื้บานไอดังท้าประชนได้มันตอนบานบองโจทวิการเชียนุปมบานบัดบองมันติดนาร้อยคือกร้อนแต่เชียปัญหาปัจจัยกเตตูตรวจการในตักประนี้นังประกอบเชียบองโจทวิการเชียในเปกรอยสิกได้บงพลื้ระบอัญญาทออับสระมันบานปัญโยธาปัจจุบันประนุในตีนาเตหากมันบรรเจท่าทลายชนุมินตักประปนมานได้ลูกสนใช้บางเมียนประสาการปีขายมนแท้ลูกบนนารัตบางปรับลูกแท้ทลายชนัวคือปรับบุญเลี้ยนดอลลาร์อย่างนาก็ได้สกเรบงพลือนี้ปฏิเสธการอาระบอลลูกสนใช้ได้ถ่ายได้นุตระบานชูตะอ้อลูกสกงขนมดำไหลเท้าได้ซาทำเนตำนองระบบกอดหนึ่งอุปนิยรมันตรีสกอันได้ตัวคอตระอัญญาท่ออับสระลูกสกงได้ชี้จนเชียเวียดนามปนตายการในขนมประเทศกัมพูชีโรซี่เมียนบานหลิกหมกระบายอมลงตุสวัสดิ์ชนะมีความประบรายปลายซับได้ประกอบมุกจุ่มนุ้ยนอมจินนอมโจเติมหมกระเวียงประเทศกัมพูชีและประเทศเวียดนามสหภาพยุโรปสัญญายกปัญหาเดทลีนทนเทียนทอมชิดไข่บัตรนำบ้องดักเตอร์ทัพพิบาลดอสไรบยนตามเกหัตตัมปอวีโอดีบันจอบไซแท้สหภาพยุโรปสัญญายกปัญหาเดทลีนทนเทียนทอมชิดในไข่บัตรนำบ้องดักเตอร์ทัพพิบาลออยพิจารณาหนึ่งโรดดำนอสไรจุ่มประเชียปรอดไอบานฉับ
ការសន្យានេះធ្វើឡើងបន្ទាប់ពីប្រជាសហគមន៍ដីធ្លីស្រុកបាវែលខេត្តបាត់ដំបងនិងសហគមន៍ធនធានធម្មជាតិស្ថិតនៅឃុំព្រែកលួងឃុំណារិនស្រុកឯកភ្នំខេត្តបាត់ដំបងបានជួបតំណាងសហភាពអឺរ៉ុបនៅសមាគមការពារសិទ្ធិមនុស្សអាត60ក្នុងខេត្តនេះកាលពីថ្ងៃសុក្រម្សិលមិញដោយស្នើឲ្យសហភាពអន្តរជាតិជួយរកដំណោះស្រាយជូនពួកគាត់ឲ្យបានឆាប់ព្រោះបញ្ហាប្រឈមនៅតែបន្តកើតមានហើយមិនមានដំណោះស្រាយគេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងតាមរយៈមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត60ខេត្តបាត់ដំបងលោកយិនមេងលីបានយល់ថាការសន្យារបស់តំណាងសហភាពអឺរ៉ុបជាមួយប្រជាសហគមន៍ដីធ្លីនិងសហគមន៍ធនធានធម្មជាតិនោះនឹងមានប្រសិទ្ធភាពព្រោះសហភាពអន្តរជាតិនេះជាម្ចាស់ជំនួយរបស់កម្ពុជាលោកបន្ថែមថាសហភាពអឺរ៉ុបត្រូវពន្យាដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅតំបន់នោះឲ្យបានឆាប់ដើម្បីបញ្ចប់ចំនួននៅតំបន់នោះសូមជម្រាបថាបញ្ហាចំនួនដីធ្លីស្រុកបាវែលខេត្តបាត់ដំបងនិងបញ្ហាបំផ្លិចបំផ្លាញធនធានធម្មជាតិនៅឃុំព្រែកលួងឃុំណារិនស្រុកឯកភ្នំខេត្តបាត់ដំបងបានកើតឡើងជាច្រើនឆ្នាំហើយតែរហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយនៅឡើយបើទោះជាពលរដ្ឋធ្លាប់សុំកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីហ៊ុនសែនក៏ដោយនគរបាលចូលឆៃផ្ទះជនជាតិភៀតតិចនិងតាមចាប់ជនជាតិម៉ុងតាញ៉ា5នាក់បើយោងតាមគេហទំព័រភ្នំពេញប៉ុស្តិ៍បានចុះផ្សាយថាកម្លាំងនគរបាលខេត្តរតនគិរីប្រមាណ40នាក់កាលពីម៉ោងប្រមាណជា4រសៀលថ្ងៃម្សិលមិញបានធ្វើការឆៃឆេបផ្ទះជនជាតិភៀតតិចក្នុងភូមិលំស្រុកអូយ៉ាដៅដើម្បីស្វែងរកជនជាតិភៀតតិចម៉ុងតាញ៉ាចំនួន5នាក់ផ្សេងទៀតដែលគេសង្ស័យថាទើបតែរត់គេចចេញពីប្រទេសវៀតណាមហើយកំពុងលាក់ខ្លួននៅក្នុងភូមិនេះការឆៃឆេដែលមានការដកហូតទូរស័ព្ទនិងមានការដកយកម៉ាស៊ីនថតរបស់អ្នកភូមិគប់ចោលនេះបានធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលប្រមាណ20នាក់បានសម្រុកចូលទៅក្នុងភូមិលំហើយបានបន្តលំបាកនៅក្នុងភូមិនេះចាប់តាំងពីយប់ថ្ងៃប្រហោះមកគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈលោកឆៃធីប្រធានសមាគមសិទ្ធិមនុស្សអាត60ខេត្តរតនគិរីបានឲ្យដឹងថាកងកម្លាំងប៉ូលីសចំនួន6រថយន្តមានគ្នាប្រមាណ720នាក់ខ្លះប្រដាប់ដោយកាំភ្លើងវែងខ្លីបានជិះចូលក្នុងភូមិលំឃុំប៉ក់ញ៉ៃស្រុកអូយ៉ាដាវនៅម៉ោង9យប់ថ្ងៃទី8ខែមករាដើម្បីស្វែងរកជនភៀសខ្លួនម៉ុងតាញ៉ា5នាក់លោកថ្លែងថាសមត្ថកិច្ចបានដើរល្បាតទាំងយប់ដោយមានសម្លេងឆ្កែព្រុសយ៉ាងខ្លាំងផ្អើលអស់អ្នកភូមិចារ៉ែមិនបានដេកពួនលុះដល់ព្រឹកឡើងថ្ងៃទី9មករាកងកម្លាំងប៉ូលីសទាំងនេះនៅតែល្បាតពេញភូមិនៅឡើយកាត់ចំការដំឡូងមីដើរជន់ចំការចន្ទទីរបស់អ្នកភូមិលោកបានឲ្យដឹងទៀតថានៅម៉ោង11:10នាទីព្រឹកម្សិលមិញកងកម្លាំងប៉ូលីសទាំងនោះបានសុំធ្វើការឆៃឆេបផ្ទះជនជាតិចារ៉ៃម្នាក់ឈ្មោះសលដាំភេទប្រុសអាយុ67ឆ្នាំដោយពុំមានដីកាពីតុលាការប៉ុន្តែម្ចាស់ផ្ទះមិនអនុញ្ញាតហើយនគរបាលក៏មិនបានចូលឆៃឆេបដែរប៉ុន្តែនៅម៉ោងប្រមាណជា4រសៀលថ្ងៃម្សិលមិញទើបនគរបាលបានបន្ថែមកម្លាំងដល់ប្រមាណ40នាក់ហើយបានចាប់ផ្ដើមចូលឆៃឆេបផ្ទះប្រជាពលរដ្ឋដោយមានដីកាពីតុលាការលោកបញ្ជាក់ថាប៉ូលីសយកដីកាតុលាការទៅឆៃឆេបផ្ទះពលរដ្ឋពេញភូមិលំនិងដកយកកាមេរ៉ាឈ្មោះសេវញីងគប់ចោលទៅនឹងដីព្រមទាំងដកយកទូរស័ព្ទមួយគ្រឿងទៀតលោកឆៃធីបានបន្ថែមថានេះជាការល្បាតលើកទី2ហើយក្រោយពីមានព័ត៌មាននៃការរត់គេចខ្លួនចេញពីប្រទេសវៀតណាមមកលាក់ខ្លួនក្នុងព្រៃនៃខេត្តរតនគិរីរបស់ក្រុមជនជាតិម៉ុងតាញ៉ា5នាក់ដើម្បីសុំសិទ្ធិច្រកកោនជាជនភៀសខ្លួនកាលពីដើមខែមករានេះដើម្បីគេចខ្លួនពីការចាប់ខ្លួនរឿងជនជាតិម៉ុងតាញ៉ាគោរពជឿសាសនាយេស៊ូគ្រីស្ទនៅប្រទេសវៀតណាមក្រុមជនជាតិម៉ុងតាញ៉ាចំនួន13នាក់ត្រូវបានអង្គការសហប្រជាជាតិជួយសង្គ្រោះក្រោយពីបានលាក់ខ្លួនកាលពីចុងខែតុលានៅក្នុងព្រៃខេត្តរតនគិរីពេលនេះពួកគេកំពុងស្ថិតនៅក្រោមការសម្ភាសបឋមពីខាងនគរបាលអន្តរប្រវេសន៍ក្រសួងមហាផ្ទៃអង្គការសិទ្ធិមនុស្សអាត60កំពុងធ្វើការស៊ើបអង្កេតទាក់ទងទៅនឹងការទទួលព័ត៌មានដែលថាភាគីវៀតណាមបានសន្យាផ្តល់ប្រាក់ដល់សមាជិកកម្ពុជាជាថ្នូរនឹងការរកឃើញក្រុមជនជាតិម៉ុងតាញ៉ា5នាក់ហើយចាប់បញ្ជូនត្រឡប់ទៅវៀតណាមវិញដោយក្នុងម្នាក់នឹងទទួលបានប្រាក់$1000លោកឆៃធីនិយាយថាយើងបានទទួលព័ត៌មាននេះនៅម៉ោង1រសៀលថ្ងៃទី8មករារឿងផ្ដល់លុយតែយើងមិនទាន់ជឿនៅឡើយទេគ្រាន់តែវាជួនគ្នាលុះម៉ោង9យប់ក៏មានសមត្ថកិច្ចចុះមកដល់ភូមិលំដើម្បីស្វែងរកចាប់ខ្លួនម៉ុងតាញ៉ានោះប្រជាពលរដ្ឋចាត់អាជ្ញាធរថាបើកដៃឲ្យជនល្មើសនេសាទខុសច្បាប់នៅបឹងធំខេត្តកំពង់ចាមតាមការចុះផ្សាយរបស់គេហទំព័រ VOD បានឲ្យដឹងថាប្រជាពលរដ្ឋរស់នៅភូមិកំពង់សំរិទ្ធឃុំមានស្រុកព្រៃឈរខេត្តកំពង់ចាមចោទទៅលើមន្ត្រីជលផលប្រធានសហគមន៍និងអាជ្ញាធរថាបើកដៃឲ្យអ្នកនេសាទប្រើប្រាស់ឧបករណ៍ទំនើបខុសច្បាប់មកនេសាទនៅបឹងធំនៅត្រង់ចំណុចឡូលេខ2គេហទំព័រដដែលនេះបានលើកឡើងឲ្យដឹងតាមរយៈបណ្ដាញឃ្លាំមើលជុំវិញបឹងធំឡូលេខ2នៅឃុំកំពង់សំរិទ្ធឃុំមានស្រុកព្រៃឈរលោកយាមទឹកឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍នេះថាការនេសាទនៅបឹងធំមានប្រាក់ឧបករណ៍ទំនើបដូចជាអួនម៉ងក្រឡាញឹក
ប្រើម៉ាស៊ីនខ្យល់និងការដាក់ខ្សែភ្លើងឆក់ត្រីជាដើមលោកបន្តថាឧបករណ៍ដែលអ្នកនេសាទប្រើទាំងនេះគឺខុសច្បាប់តែមិនមានមន្ត្រីពាក់ព័ន្ធចោះអន្តរាគមន៍នោះទេដោយសារតែមន្ត្រីជលផលប្រធានសហគមន៍និងអាជ្ញាធរបើកដៃនិងខົບខិតជាមួយអ្នកនេសាទទាំងអស់នោះមន្ត្រីជលផលនៅខេត្តកំពង់ចាមលោកសានីមានប្រសាសន៍ថាកន្លងមកបញ្ហាការនេសាទខុសច្បាប់នៅបឹងធំលោលេខ2នេះគឺសមត្ថកិច្ចធ្លាប់ជាប់បង្ក្រាបមួយសារហើយឃើញថាមួយរយៈមកនេះគឺមិនសូវសម្បូរការនេសាទខុសច្បាប់ដូចជាពេលកន្លងមកនោះទេលោកយាមទឹកឲ្យដឹងថាបឹងធំមានទំហំ48ហិកតាស្ថិតនៅក្នុងស្រុកចំនួន3គឺស្រុកកំពង់សៀមស្រុកព្រៃឈរនិងស្រុកកងមាសក្នុងខេត្តកំពង់ចាមបឹងនេះជាកន្លែងដែលប្រជាពលរដ្ឋអាស្រ័យផលដោយការប្រើប្រាស់ទឹកនិងនេសាទសម្បទានចំនួន2របស់លោកទ្រីភិបស្ថិតក្នុងចំណោមសម្បទានដីសេដ្ឋកិច្ចចំនួន26ដែលត្រូវបានលុបចោលនៅក្នុងឆ្នាំ2014តាមការចុះផ្សាយរបស់គេហទំព័រ Cambodia Daily បានឲ្យដឹងថាក្រសួងបរិស្ថានបានប្រកាសកាលពីម្សិលមិញថាខ្លួនបានលុបចោលសម្បទានដីសេដ្ឋកិច្ចចំនួន26ដែលគ្របដណ្ដប់លើផ្ទៃដីទំហំ 117,000 ហិកតាកាលពីឆ្នាំមុនរួមទាំងសម្បទានចំនួន2របស់លោកអង្គញាឈ្មោះឈើទ្រីភិបនៅក្នុងឧទ្យានជាតិវីរៈជ័យនៃខេត្តរតនគិរីផងដែរគេហទំព័រដដែលនេះបានបន្ថែមឲ្យដឹងថានៅឯសន្និសីទកាសែតមួយលោកសាយសំអារដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថារដ្ឋាភិបាលបានលុបចោលសម្បទានចំនួន23ក្នុងចំណោមសម្បទានទាំងនេះចំណែកឯសម្បទាន3ទៀតរួមទាំងរបស់លោកទ្រីភិបផងត្រូវបានប្រគល់ឲ្យរដ្ឋវិញដោយស្ម័គ្រចិត្តនេះគឺជាការលុបចោលចុងក្រោយបំផុតនៃការលុបចោលសម្បទានជាបន្តបន្ទាប់ក្រោយពីលោកនាយរដ្ឋមន្ត្រីហ៊ុនសែនបានចេញបទបញ្ជាមួយកាលពីឆ្នាំ2013ថាក្រសួងបរិស្ថាននិងក្រសួងកសិកម្មត្រូវតែពិនិត្យផ្ទៀងផ្ទាត់សម្បទានដីសេដ្ឋកិច្ចទាំងអស់ឡើងវិញហើយលុបចោលកិច្ចសន្យារបស់ម្ចាស់ដីសម្បទានណាដែលបំពានច្បាប់បន្ទាប់ពីសន្និសីទកាលពីម្សិលមិញលោកស្រុនដារិតប្រធានខុទ្ទកាល័យរបស់លោកសាយសំអាលបានមានប្រសាសន៍ថារដ្ឋាភិបាលបានលុបចោលសម្បទានចំនួន23ដោយសារហេតុផលចម្បងចំនួន3លោកមានប្រសាសន៍បន្តថាទី1ក្រុមហ៊ុនមិនគោរពតាមនីតិវិធីច្បាប់ឧទាហរណ៍មុនពេលអភិវឌ្ឍពួកគេចាំបាច់ត្រូវធ្វើ EIA ឬការវិតម្លៃអំពីផលប៉ះពាល់ផ្នែកបរិស្ថាននិងផែនការមេទី2គ្មានដំណោះស្រាយជាមួយអ្នកភូមិដែលរងផលប៉ះពាល់ហើយទី3គឺក្រុមហ៊ុនគ្មានសមត្ថភាពអភិវឌ្ឍដីនោះសម្បទានដីសេដ្ឋកិច្ចដែលត្រូវបានប្រគល់ឲ្យក្រសួងវិញដោយស្ម័គ្រចិត្តរួមមានសម្បទានចំនួន 9,700 ហិកតាដែលជួលឲ្យក្រុមហ៊ុនទ្រីភិបអាហារ៉ុននីហារ៉ុននិងសម្បទានចំនួន 9,100 ហិកតាដែលជួលទៅឲ្យក្រុមហ៊ុន MDS ថ្មដាក់ SEZ ដែលជាផ្នែកមួយនៃក្រុមហ៊ុន MDS Group របស់លោកទ្រីភិបលោកស្រុនដារិតបានមានប្រសាសន៍ថាអង្គញារូបនេះបានបោះបង់សម្បទានទាំងនេះដែលសុទ្ធតែមានទីតាំងស្ថិតក្នុងឧទ្យានជាតិវីរៈជ័យនិងជាប់ព្រំប្រទល់ប្រទេសវៀតណាមដោយសារតែដីទាំងនេះមិនអំណោយផលសម្រាប់ការធ្វើកសិកម្មបណ្ដាអង្គការសិទ្ធិមនុស្សបានចោទប្រកាន់លោកទ្រីភិបថាបានធ្វើប្រតិបត្តិការកាប់ឈើខុសច្បាប់ដ៏ធំនៅទូទាំងប្រទេសដោយមានការអនុញ្ញាតពីរដ្ឋាភិបាលនៅពេលក្រុមអ្នកយកព័ត៌មានចោទទៅពិនិត្យមើលស្ថានភាពនៅឧទ្យានជាតិវីរៈជ័យកាលពីឆ្នាំ2013ក្រុមកាប់ឈើខុសច្បាប់ដែលអះអាងថាខ្លួនធ្វើការឲ្យលោកទ្រីភិបបានគ្រប់គ្រងប្រតិបត្តិការមួយដែលមានការរៀបចំយ៉ាងល្អនៅទីនោះដែលកាប់ឈើមានតម្លៃបំផុតចេញពីតំបន់ការពារលោកទ្រីភិបមានកិច្ចព្រមព្រៀងផ្លូវការជាមួយរដ្ឋាភិបាលដោយទទួលបានសិទ្ធិផ្ដាច់មុខទិញយកឈើទាំងអស់ដែលកាប់ដោយម្ចាស់សម្បទានដីសេដ្ឋកិច្ចនៅក្នុងខេត្តរតនគិរីព្រមទាំងឈើកាប់ដោយខុសច្បាប់ទាំងអស់ដែលរដ្ឋរឹបអូសបាននៅទូទាំងប្រទេសផងដែរប៉ុន្តែតំណាងក្រុមហ៊ុនរបស់លោកបានបដិសេធថាក្រុមហ៊ុនរបស់លោកមិនបានកាប់ឈើខុសច្បាប់ដោយខ្លួនឯងនោះទេលោកស្រុនដារិតបានមានប្រសាសន៍ថាដីសម្បទានទាំងពីរកន្លែងដែលលោកទ្រីភិបបានប្រគល់ឲ្យរដ្ឋវិញមិនមានការកាប់ឈើទេអង្គការសិទ្ធិមនុស្សអាត់ហុកនិងលីកាដូបាននិយាយថាខ្លួនមិនអាចបញ្ជាក់ការអះអាងនេះបានទេពីព្រោះតំបន់នោះជាតំបន់ដាច់ស្រយាលពេកចំណែកឯដំណើររបស់លោកទ្រីភិបមិនអាចតាក់ទងសុំការបំភ្លឺបានទេពាក់ព័ន្ធនឹងបញ្ហានេះជាជំនះរបស់ប្រជាជនស្រីលង្កាលើមេដឹកនាំផ្ដាច់ការដោយសារការចេញពីកម្លាំងរួបរวมគ្នាបើយោងតាមបទវិភាគនៃគេហទំព័រ VOD បានចុះផ្សាយថាក្រុមសង្កេតការណ៍និងអិសរាជជនពិភពលោកមួយចំនួនបង្ហាញទស្សនៈប្រហាក់ប្រហែលគ្នាចំពោះការចាញ់ឆ្នោតរបស់មេដឹកនាំផ្ដាច់ការប្រទេសស្រីលង្កា Mahinda Rajapaksa នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃប្រហ័សដែលចាត់ទុកថាជាជ័យជំនះជាប្រវត្តិសាស្ត្ររបស់ប្រជាជនស្រីលង្កាលើមេដឹកនាំផ្ដាច់ការដោយសារការចេញពីកម្លាំងរួបរวมគ្នាក្នុងចំណោមអ្នកនយោបាយស្នេហាយុត្តិធម៌និងសិទ្ធិមនុស្សក្រុមសង្កេតការណ៍មួយមកពីអង្គការយុទ្ធនាការដើម្បីសន្តិភាពនិងយុត្តិធម៌ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសបានហៅលទ្ធផលបោះឆ្នោតនៅប្រទេសស្រីលង្កាថាជាជ័យជំនះរបស់ប្រជាជនស្រីលង្កាដែលមានការយល់ដឹងអំពីអំពើអយុត្តិធម៌សង្គមនិងការស្អប់ពើមអំពើពុករលួយនិងផ្ដាច់ការ
បទវិភាគនៃគេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងតាមរយៈសាស្ត្រាចារ្យម្នាក់មកពីវិទ្យាស្ថានធនធានសម្រាប់អ្នកគ្រប់គ្រងប្រទេសស្រីលង្កាលោក Fred Fernandez និយាយថាលោកសង្ឃឹមថាស្រីលង្កានឹងក្លាយជាប្រទេសនីតិរដ្ឋនិងអភិបាលកិច្ចល្អនាំមកនៅយុត្តិធម៌ទូទាំងប្រទេសដើម្បីជនវណ្ណៈទាបហើយសង្ឃឹមថាគេដំណើរផ្ដាច់ការរបស់ប្រធានាធិបតីចាញ់ឆ្នោតរយ៉ាប៉ាសេកនឹងត្រូវបានមនុស្សចំនួនក្រោយលេងឲ្យតម្លៃអ្នកច្បាប់ម្នាក់គឺនាង Selina Paris និយាយថាប្រទេសស្រីលង្កាចាប់ផ្ដើមមាននីតិរដ្ឋមួយត្រឹមត្រូវមិនคล้ายៗហើយនាំមកនៅយុត្តិធម៌សង្គមស្មើៗគ្នាលោក John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិកដែលឈានមុខគេក្នុងការប្រកាសសារតលទ្ធផលបោះឆ្នោតនៅស្រីលង្កាចាត់ទុកលទ្ធផលបោះឆ្នោតថាជាជ័យជំនះរបស់ប្រជាជនស្រីលង្កាដែលកើតចេញពីការតស៊ូដើម្បីសេរីភាពនិងសិទ្ធិមនុស្សហើយកោតសរសើរចំពោះលោក Raya Pasek ដែលយល់ព្រមទទួលយកបរាជ័យរបស់ខ្លួនលោកសន្យាសហការជិតស្និទ្ធជាមួយអ្នកបោះឆ្នោតមកពីបកប្រឆាំងលោក Maitri Pala Sirisena ជាមួយការផ្ដល់ការគាំទ្ររបស់អាមេរិកដើម្បីជួយពង្រឹងប្រជាធិបតេយ្យនៅស្រីលង្កាលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់នាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំ Rosmaria សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលា